ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបភ្ជាប់គម្រោងថ្មីរបស់ Cellcard គឺគម្រោង AO Mobile 5G 6 គម្រោងនេះតម្លៃ$6យើងទទួលបានទិន្នន័យអ៊ីនធឺណិត 90GB បូកជាមួយនីតិហៅចេញក្នុងប្រព័ន្ធចំនួន300នាទីនិងសារ SMS ចំនួន100សារសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធគម្រោងថ្មីនេះបើសិនជាយើងប្រៀបធៀបជាមួយនឹងគម្រោងចាស់គឺវាលើសគម្រោងចាស់ចំនួន 30GB បាទអញ្ចឹងច្រើនមែនតើបាទបើសិនជាយើងអ្នកប្រើធម្មតាទូទៅអាហ្នឹងយើងអាចប្រើបានមួយខែពេញយ៉ាងងាយបំផុតបាទអូខេតោះអញ្ចឹងយើងមកដឹងពីរបៀបភ្ជាប់តែម្ដងជំហានដំបូងបងប្អូនចូលមកកន្លែង call ទូរស័ព្ទមកអញ្ចឹងដើម្បីអាចភ្ជាប់គម្រោងនឹងបានបងប្អូនត្រូវតែច្បាស់ក្នុងចិត្តថាលេខរបស់បងប្អូនហ្នឹងបានផ្ដាច់គម្រោងអាចាស់រួចហើយប៉ុន្តែបើសិនជាយើងអត់ទាន់បានផ្ដាច់គម្រោងអាចាស់ទេតោះយើងមកផ្ដាច់ទាំងអស់គ្នាខ្ញុំបង្ហាញតែម្ដងយើងចុចផ្កាយ1200ទ្រង់ជ្រុកមកហើយយើងចុចបញ្ជូនបន្តមកទៀតកន្លែងនេះសម្រាប់ Android គឺយើងចុចទៅលើកន្លោនឬក៏ប្រអប់ដែលវា load បែប Apago QQ នេះបាទចុចកន្លែងហ្នឹងមកហើយបើសម្រាប់ iPhone គឺយើងត្រូវចុចទៅលើពាក្យថា reply នៅខាងក្រោមបន្តមកទៀតយើងចុចទី1មកដើម្បីជ្រើសរើសភាសាខ្មែរបាទហើយយើងចុចពាក្យថាផ្ញើឬក៏ send សម្រាប់ Android ណាបើសម្រាប់ iPhone យើងចុចពាក្យថា reply នៅខាងលើគេខាងស្ដាំបាទអញ្ចឹង Android យើងចុចផ្ញើបន្តមកទៀតយើងចុចដដែលមកសម្រាប់ Android យើងចុចកន្លែងកន្លោនឬក៏ប្រអប់មកសម្រាប់ iPhone យើងចុច reply នៅខាងក្រោមបាទបន្តមកវានឹងចេញកន្លែងឲ្យយើងវាយលេខអញ្ចឹងយើងវាយលេខ2មកហើយយើងចុចផ្ញើបាទសម្រាប់ iPhone យើងចុច reply អូខេចឹងយើងចុចផ្ញើអូខេបន្តមកទៀតយើងចុចទៀតមកកន្លែងនេះយើងចុចលេខ2បាទដោយសារនៅក្នុងសេវាកម្មទូរស័ព្ទហ្នឹងវាមានគម្រោងអាចាស់ដែលយើងភ្ជាប់អញ្ចឹងយើងត្រូវផ្ដាច់ចោលអូខេចុចលេខ2ហើយយើងចុចផ្ញើបាទឬក៏ reply សម្រាប់ iPhone ដល់កន្លែងនេះគឺជាចំណុចចុងក្រោយហើយដែលយើងផ្ដាច់គម្រោងអាចាស់ណាបាទអញ្ចឹងយើងចុចមកយើងសរសេរលេខ1ដើម្បីបញ្ជាក់ថាយើងពិតជាចង់ផ្ដាច់គម្រោងចាស់ពិតមែនបាទតើបញ្ចុចលេខ1ហើយយើងចុចផ្ញើបាទ iPhone យើងចុច reply ចាំមានតិចអូខេអញ្ចឹងកន្លែងនេះដោយសារតែខ្ញុំបានផ្ដាច់គម្រោងអាចាស់រួចរាល់ហើយតែពេលដែលខ្ញុំផ្ដាច់ម្ដងទៀតគឺវាលោតអញ្ចឹងតែម្ដងប៉ុន្តែបើសិនជាបងប្អូនអត់ទាន់បានផ្ដាច់ពីមុនមកទេពេលដែលយើងចុចផ្ដាច់ទៅខាងក្រុមហ៊ុននឹងផ្ញើសារមួយបញ្ជាក់ប្រាប់យើងណាជាមួយខ្ញុំបង្ហាញសារហ្នឹងឲ្យបងប្អូនមើលតែម្ដងបាទនេះសម្រាប់អ្នកដែលទើបតែផ្ដាច់មាញ់ហ្នឹងគឺវានឹងលោតពាក្យថាសូមអបអរសាទរអ្នកបានផ្លាស់ប្ដូរទៅកាន់ Rec Plus ដោយជោគជ័យអញ្ចឹង Rec Plus ហ្នឹងប្រៀបដូចជាគម្រោងដើមមកគេអញ្ចឹងណាយើងបញ្ចូលលុយប្រមាណក៏វាអត់កាត់ដែរវាអត់មានអូតូភ្ជាប់ទៅកាន់គម្រោងណាមួយទេបាទចូលប្រមាណគឺវានៅប៉ុណ្ណឹងអូខេអញ្ចឹងយល់ណាពេលដែលផ្ដាច់ហើយវានឹងផ្ញើសារបែបហ្នឹងមកឲ្យយើងបាទតោះអញ្ចឹងជំហានបន្តទៀតនៅពេលដែលយើងផ្ដាច់គម្រោងអាចាស់ហើយសូមបងប្អូនបញ្ចូលលុយមកបាទហើយចំនួនលុយដែលយើងត្រូវបញ្ចូលគឺ$6បើសិនជាយើងរកទិញកាត$6នៅតាមតូបលក់ចាប់ហួយផ្ទះចិនអត់មានទេបងប្អូនត្រូវបញ្ចូលលុយតាម app ធនាគារមកមានគ្រប់ធនាគារទាំងអស់យើងអាចបញ្ចូលបានណាឲ្យតែមានលុយនៅក្នុងកង់បាទអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចដែរយើងត្រូវផ្ដាច់គម្រោងអាចាស់មុនហើយចាំយើងបញ្ចូលលុយតាមក្រោយបាទហាមដាច់ខាតកុំបញ្ចូលលុយមុនពេលដែលយើងផ្ដាច់ត្រូវផ្ដាច់ហើយចាំបញ្ចូលលុយអូខេអញ្ចឹងបន្ទាប់ពីយើងបញ្ចូលលុយ$6ហ្នឹងហើយបងប្អូនមកដឹងពីរបៀបភ្ជាប់គម្រោងថ្មីតែម្ដងអញ្ចឹងដើម្បីភ្ជាប់គម្រោងថ្មីនឹងបានយើងគ្រាន់តែចុចផ្កាយ16 18ផ្កាយ600ទ្រង់ជ្រុកហើយយើងចុចបញ្ជូនមកបាទផ្កាយ16 18ផ្កាយ600ទ្រង់ជ្រុកហើយចុចបញ្ជូនគឺជាការស្រេចបន្តមកទៀតខាងក្រុមហ៊ុន Cellcard នឹងផ្ញើសារមួយបញ្ជាក់ប្រាប់ថាយើងភ្ជាប់គម្រោងនឹងបានឬក៏មិនបានអញ្ចឹងយើងមើលតាមហ្នឹងទៅបាទសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបើសិនជាមានចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាចcomment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ